ប្រទេសណាដែលមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោកនៅក្នុងករណីសង្គ្រាមពិភពលោកលើកទី3ប្រសិនបើសង្គ្រាមពិភពលោកលើកទី3បង្ហូរនិងបំផ្លាញគ្រប់ទីកន្លែងនៅជុំវិញពិភពលោកបង្កើតអគ្គិភ័យនិងការបំផ្លាញកន្លែងដែលមានសុវត្ថិភាពបំផុតគួរតែឆ្ងាយពីតំបន់ជម្លោះរក្សាទំនាក់ទំនងត្រង់ក្នុងនយោបាយពិភពលោកហើយគ្មានអាវុធនុយក្លេអ៊ែរឬមូលដ្ឋានយោធាធំដើម្បីធានាសុវត្ថិភាពតែប្រទេសណាដែលពិតជាមានសុវត្ថិភាពសម្រាប់ស្នាក់នៅអ៊ីរ៉ង់មានភាពត្រង់មិនមែនជាសមាជិកនៃ NATO ហើយជាទូទៅជៀសវាងចំនួនពិភពលោកដែលធ្វើឲ្យវាជាជម្រើសល្អទោះយ៉ាងណាការមានទីតាំងជិតនឹងតំបន់ចំនួននៅអឺរ៉ុបគឺជាការព្រួយបារម្ភសម្រាប់អ៊ីរ៉ង់ដូចគ្នានេះអ៊ីស្លង់មានភាពគ្មានសង្គមមានសារៈសំខាន់តិចតួចហើយគ្មានកងទ័ពស្ថិតនៅដែលធ្វើឲ្យវាជាជម្រើសល្អសម្រាប់សុវត្ថិភាពប៉ុន្តែការជាសមាជិកនៃ NATO និងបញ្ហាបរិស្ថានធ្វើឲ្យវាធ្លាក់ចុះពីស្ថានភាពសុវត្ថិភាពស្វេសបានរក្សាទំនាក់ទំនងត្រង់ចាប់តាំងពីឆ្នាំ1815មិនមែនជាសមាជិកនៃ NATO ហើយមានប្រព័ន្ធការពារស៊ីវិលល្អបំផុតមួយនៅក្នុងពិភពលោកដែលធ្វើឲ្យវាជាជម្រើសល្អសម្រាប់សុវត្ថិភាពមានបង្គោលសម្រាប់ប្រជាជនរបស់វាដែលធ្វើឲ្យវាមានសុវត្ថិភាពដីភ្នំរបស់វាក៏ផ្ដល់ការពារធម្មជាតិផងដែរទោះយ៉ាងណាទីតាំងកណ្ដាលនៅអឺរ៉ុបនៅតែជាការព្រួយបារម្ភសំខាន់